មានបងប្អូនមួយចំនួនគាត់បានយល់ច្រឡំឬក៏គាត់យល់ខុសទៅលើបញ្ហាកាពះពោះវៀនតែគាត់គិតថាជំងឺកាពះពោះវៀននេះគឺជាជំងឺតែមួយបាទអញ្ចឹងបងប្អូនបានដឹងហើយកាពះគឺផ្សេងពោះវៀនគឺផ្សេងប៉ុន្តែបងប្អូនមួយចំនួនគាត់ហៅថាជំងឺតែមួយដោយសារតែទៅពេទ្យឬក៏មានឯកទេសមួយចំនួនគាត់និយាយថាកាពះពោះវៀនធ្វើឲ្យគាត់យល់ច្រឡំតែមួយបាទអញ្ចឹងគឺកាពះផ្សេងគឺពោះវៀនផ្សេងហើយបងប្អូនមួយចំនួនគាត់អត់បានគិតគូរអំពីបញ្ហារបស់ពោះវៀនទេអញ្ចឹងតកតងនឹងពោះវៀនគឺមានបញ្ហាឬយើងនិយាយថាមានជំងឺពីរធំដែលវាជារោគសញ្ញាដែលជាបញ្ហាផលប៉ះពាល់ទៅលើពោះវៀនតែម្ដងដែលជំងឺនោះគឺ IBS ហើយនិង IBD អញ្ចឹងតកតងនឹងបញ្ហានេះគឺតកតងនឹងបញ្ហាវលាកពោះវៀនឬក៏ហើមពោះវៀនឬក៏ខូចពោះវៀនតែម្ដងអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនិយាយអំពីមុខសញ្ញានៃបញ្ហាជំងឺពោះវៀនទូទៅមកឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងមនុស្សម្នាក់ៗតែងតែមានអាការៈរោគសញ្ញាខុសៗគ្នាផងដែរអញ្ចឹងតកតងនឹងរោគសញ្ញានៃការជំងឺពោះវៀននេះមានដូចជាគ្រុនក្តៅបាទអញ្ចឹងបងប្អូនតែងតែមានអាការៈគ្រុនក្តៅខុសពីធម្មតាហ្នឹងគឺជាមុខសញ្ញានៃជំងឺពោះវៀនហើយបាទហើយមួយទៀតគឺបងប្អូនឧស្សាហ៍ឈឺក្បាលបាទឈឺក្បាលញឹកញាប់ខ្លាំងមែនតើបាទអញ្ចឹងអាហ្នឹងក៏ជាអាការៈនៅក្នុងបញ្ហាជំងឺពោះវៀនដូចគ្នាបាទតកតងនឹងមួយទៀតគឺបងប្អូនណាតកតងនឹងបងប្អូនអស់កម្លាំងបងភាសាបងប្អូនគឺឧស្សាហ៍អស់កម្លាំងធ្វើការទៅអស់កម្លាំងលឿនពេលខ្លះអត់បានធ្វើអីទេប៉ុន្តែក៏មានអារម្មណ៍ថាអស់កម្លាំងនៅក្នុងខ្លួនក៏ជាមុខសញ្ញាដូចគ្នាហើយអ្នកដែលឧស្សាហ៍ក្អកស្ងួតណាបងប្អូនណានឹងក៏ជាមុខសញ្ញានៃការជំងឺពោះវៀនដូចគ្នាបាទហើយសម្រាប់បងប្អូនដែលឧស្សាហ៍ឈឺពោះបាទឈឺពោះបាទបងប្អូនចុកច្អល់នៅខាងក្នុងហ្នឹងគឺបងប្អូនណាក៏ជាមុខសញ្ញានៃជំងឺពោះវៀនដូចគ្នាហើយសម្រាប់បងប្អូនដែលឧស្សាហ៍ទល់លាមកបាទទល់លាមកបាទប្រហែលថ្ងៃហើយអត់បត់ជើងបាទបត់ជើងមកពិបាកអាហ្នឹងហើយគឺជាមុខសញ្ញាដូចគ្នាហើយមួយទៀតគឺបងប្អូនឡើងកទួលលាមាស់នៅក្នុងខ្លួនតែម្ដងបាទលើស្បែកបងប្អូនមានកទួលមានលាមាស់ហើយហ្នឹងគឺជាមុខសញ្ញានៃបញ្ហាពោះវៀនដូចគ្នាអញ្ចឹងបងប្អូនណាសង្កេតមើលបាទតើបងប្អូនមានមុខសញ្ញាឬក៏រោគសញ្ញាទាំងអស់ហ្នឹងកើតឡើងបងប្អូនកំពុងតែមានបញ្ហាអាចជារោគសញ្ញានៃជំងឺពោះវៀនផងដែរអញ្ចឹងបងប្អូនមើលខ្លួនឯងតើបងប្អូនកំពុងមានបញ្ហានឹងអត់បើសិនជាបងប្អូនមានរោគសញ្ញាទាំងអស់ហ្នឹងបងប្អូនគួរតែព្យាបាលជាបន្ទាន់